bánh bún đấy bỏ bánh canh bánh canh ba ai kenapaសម្ដេចអគ្គសេនាបតីដែលចូលហ៊ុនសែនលោកមេតាលោកនៅសចនដែលចេញឲ្យក្រុមហ៊ុនអេងកាំង Development ដែលក្រដណ្ដប់មកលើដីយើងជាង 8000 ម៉ែត្រការ៉េដើម្បីសុំលុបសចននឹងចៅនឹងសុំឲ្យសម្ដេចជួយចេញបានកម្មសិទ្ធិឲ្យក្រុមយើងទាំង6គ្រួសារនេះដែលមានគ្នាជាង40នាក់រស់នៅរាល់ថ្ងៃនេះក្រុមហ៊ុនបានរំលោភបំពានឲ្យប្តឹងទៅខាងតុលាការឲ្យយើងនេះសងមួយគ្រួរស់រើផ្ទះចាញ់ឲ្យសងមួយគ្រួសារ$10000សង$10000ហើយគេឲ្យយើងហ្នឹងថ្លៃប្រដាប់កិច្ចសម្រាប់ឯកសារហ្នឹងគឺ5លានរៀលទៀតនេះជាផលលំបាករបស់យើងនេះហើយភាពអយុត្តិធម៌ណាតុលាការនៅសាលាដំបងគឺបានឲ្យយើងចាញ់ហើយឥឡូវយើងកំពុងតែសុំដឹងទុកទៅឧទ្ធរណ៍ដើម្បីឲ្យជំរំជម្រះរឿងនេះសារជាថ្មីមានន័យថាវាផ្ទះប្រជាពលរដ្ឋគឺស្ថិតនៅក្នុងរបស់ក្រុមហ៊ុនមានធៀបពិតគឺថាអ្នកដែលចេញប្លង់នោះត្រូវតែដាក់ឲ្យច្បាស់ថាក្រុមហ៊ុនខាងត្បូងរបស់ក្រុមហ៊ុននោះជាប់ជាមួយនឹងផ្ទះប្រជាពលរដ្ឋ6គ្រួសារអញ្ចឹងបញ្ហាត្រង់គឺបញ្ហាប្លង់ហ្នឹងឯងដោយសារតែប្លង់នោះគាត់ដាក់ថានៅខាងត្បូងនោះជាប់នឹងផ្លូវបេតុងឬខ្ញុំបញ្ជាក់ថាបើជាប់ផ្លូវបេតុងមានន័យថាប្រជាពលរដ្ឋដែលកំពុងរស់នៅគឺរស់នៅលើដីក្រុមហ៊ុននេះហើយដែលជាមូលហេតុសំខាន់នាំឲ្យប្រជាពលរដ្ឋបាត់បង់ដីធ្លីបាទចាឥឡូវប្លង់នេះបានន័យថាការធ្វើប្លង់ដែលអត់មានការចុះសិក្សាផ្ទាល់ទីកន្លែងឬមួយក៏ការធ្វើប្លង់ខ្យល់ប្លង់នេះខ្ញុំគិតថាបើសិនជាគាត់ធ្វើការចុះសិក្សាដល់ទីកន្លែងគាត់មិនអាចធ្វើប្លង់ចេញបានទេព្រោះជាក់ស្ដែងគឺប្រជាពលរដ្ឋគាត់រស់នៅលើលំនៅឋានគាត់ពិតប្រាកដហើយផ្លូវនេះគឺវានៅខាងត្បូងផ្ទះរបស់ប្រជាពលរដ្ឋអញ្ចឹងខ្ញុំគិតថាដោយសារតែគាត់មិនបានចុះឬមួយក៏គាត់ធ្វើដល់រំលោភបំពានបាទទៅលើកម្មសិទ្ធិរបស់ប្រជាពលរដ្ឋបាទអញ្ចឹងយើងឃើញថាការចេញប្លង់នៅថ្ងៃទី1ខែមេសា2013ហើយដែលដើមហេតុនាំឲ្យមានការរំលោភដីប្រជាពលរដ្ឋមានការតវ៉ារហូតដល់ថ្ងៃនេះបាទក៏ប៉ុន្តែអយុត្តិធម៌មួយទៀតមកលើប្រព័ន្ធតុលាការបើយើងគិតថាឥឡូវក្រសួងកសិកម្មដែលគាត់រាយការណ៍ទៅនឹងមិនច្បាស់លាស់ក៏ប៉ុន្តែហេតុអីបានជាតុលាការនៅថ្ងៃទី14ខែធ្នូ2014បែរជាកាត់ក្តីតម្រូវឲ្យប្រជាពលរដ្ឋត្រូវតែរឿងរូបចេញពីលំនៅឋានថែមទាំងត្រូវបង់ពីនៃ$10000នៅក្នុងមួយគ្រួសារទៀតគឺវាអយុត្តិធម៌ទៅលើអយុត្តិធម៌ទៀតបាទអញ្ចឹងយើងគិតមើលថាប្រជាពលរដ្ឋគាត់រងអយុត្តិធម៌នៃការចេញប្លង់មួយហើយទីបំផុតគឺថាតុលាការបន្ថែមបន្ទុកពន្ធលើប្រជាពលរដ្ឋទៀតអញ្ចឹងខ្ញុំសង្ឃឹមថាការដោះស្រាយថ្ងៃនេះខ្ញុំគិតថាមិនទាន់អាចធ្វើឲ្យប្រជាពលរដ្ឋស្ងប់ចិត្តបានទេព្រោះតុលាការបើសិនជាគាត់ចង់ឲ្យប្រជាពលរដ្ឋមានសុវត្ថិភាពទោះតែតុលាការនឹងដកការចោទប្រកាន់ទាំងអស់ចោលហើយខាងដែរដីនឹងត្រូវតែចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនោះទើបបានសុវត្ថិភាពតែខ្ញុំមិនដឹងថាតើសមត្ថកិច្ចរបស់អភិបាលជួយសេវានឹងគាត់អាចដោះស្រាយប្រឈមនឹងតុលាការបានដែរទេហើយបើសិនគាត់មិនអាចដោះស្រាយបានខ្ញុំគិតថានេះគ្រាន់តែជាការលួងលោមដើម្បីឲ្យប្រជាពលរដ្ឋបើកផ្លូវទេក៏ប៉ុន្តែខ្ញុំនៅតែមានមន្ទិលសង្ស័យថាសមត្ថកិច្ចតុលាការជាសមត្ថកិច្ចឯករាជ្យបើសិនជាតុលាការគាត់សម្រេចដូច្នេះមានតែតុលាការទេដែលត្រូវតែធ្វើលិខិតដកការចោទប្រកាន់ជូនប្រជាពលរដ្ឋនោះទើបប្រជាពលរដ្ឋអាចមានសុវត្ថិភាពបាទ